សួស្តីបងប្អូនអរគ្នាតោះមកមើលពីរបៀបធ្វើធ្មេញខ្ចៅបួរបស់ខ្ញុំទាំងអស់គ្នាអានេះគឺខ្ញុំមកធ្វើធ្មេញខ្ចៅបួថ្មីហើយមុនយើងធ្វើគឺយើងកម្លាំងធ្មេញចាស់វាចោលសិនដើម្បីឲ្យវាទៅយើងផ្សារទៅវាតោងសាច់បានល្អអញ្ចឹងណាហើយមានបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើធ្មេញខ្ចៅបួឬចង់កែបដាង3បដាង4នេះអាចទាក់ទងមកបានហើយអានេះគឺខ្ញុំធ្វើគឺខ្ញុំធ្វើទាំងក្បាលវាថ្មីដែរគឺយើងកែយកតម្រូវជាមួយនឹងធ្មេញស៊ីនរបស់វាហើយខ្ចៅថ្មិញក្រៅរបស់វាហ្នឹងគឺយើងទិញយកប្លង់ខ្មៅហ្នឹងហើយយើងយកមកកលឹងស្នែចោលវាអញ្ចឹងទៅហើយយើងចាប់ដើមធ្វើថ្មិញថ្មីយើងធ្វើដូចថ្មិញស៊ីនរបស់វាពីបួថ្មីអញ្ចឹងណាយើងអត់កែឡើងថ្មិញធំថ្មិញអីទេកាលណាតែឡើងថ្មិញធំវាអត់សូវបានយូរដូចអាថ្មិញស៊ីនរបស់វាហ្នឹងវាពិបាករកខ្ចៅមកពីក្រៅហ្នឹងចឹងហើយបើយើងចង់កែឡើងយើងចង់កលឹងយកដូចថ្មីស៊ីនទោះទីយើងទិញក្បាលខ្ចៅថ្មីយកមកកលឹងកែវាតម្រូវឲ្យដូចថ្មីស៊ីនវាព្រោះខ្ចៅដែលថ្មីស៊ីនរបស់វាហ្នឹងវាពិបាករកទិញចឹងហើយដូចបងប្អូនបានមើលនៅក្នុងវីដេអូហ្នឹងចឹងគឺខ្ញុំធ្វើការចាក់ថ្មីខ្ចៅដែលយើងទិញមកហ្នឹងដើម្បីឲ្យវាដូចទៅស៊ីនរបស់វាវិញខ្ចៅស្នែថ្មី2លីកន្លះហ្នឹងហើយយើងចាក់អញ្ចឹងមិនជាប់បានយូរព្រោះធ្វើឲ្យម៉ូខ្ញុំរដងវាបានយូរថ្មីអញ្ចឹងចាប់វាអត់ងាយគេថ្មិញវិញញឹកល្អអញ្ចឹងណាហើយការធ្វើរបស់ខ្ញុំគឺខ្ញុំចាក់នឹងកបិត CNC ឃើញថាវាមុតល្អដូចបងប្អូនឃើញអញ្ចឹងអាចដែកបាញ់ខ្វាយហើយសម្រាប់វីដេអូនេះគឺចង់និយាយថាមកប៉ុណ្្នឹងអញបើសិនបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើខ្ចៅបួកខ្ចៅអីអាចទាក់ទងមកបានតាម Facebook page ឬ Telegram របស់ខ្ញុំឬក៏បងប្អូនអាចផ្ញើយើងមកធ្វើក៏បានខ្ញុំយកមកដល់កន្លែងក៏បានដែរហ្នឹងហើយបងប្អូនវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំទៅទីផ្សារដាក់ Facebook ឥឡូវ